ចាជំរាបសួរពុកម៉ែបងប្អូនចាធ្លាប់ឆ្ងល់អត់ចាអ្នកដាក់ពាក្យទៅធ្វើការស្រុកគេឬមិនថាដាក់ពាក្យទៅរស់នៅស្រុកគេអ្នកខ្លះក៏បានទៅអ្នកខ្លះក៏មិនបានទៅលក្ខខណ្ឌដូចតែគ្នាទេចាហេតុអីចាអានោះវាមានខ្សែរបស់គេណាចាឥឡូវខ្ញុំមកបង្ហាញខ្សែមួយចាខ្សែជីវិតចាដែលត្រូវចាបានទៅរស់នៅស្រុកគេណាចាឥឡូវយើងមើលលើខ្សែជីវិតរបស់គាត់ខ្សែជីវិតរបស់គាត់នេះណាចាមានដំណងបែបនេះចាវាចេញចាបាញ់ទៅរកទួលចាទួលច័ន្ទណាចាបាញ់ទៅរកទួលច័ន្ទចាសឹងតែចេញពីក្រៅដៃទៅហើយណាចាហ្នឹងគេហៅថាខ្សែជីវិតអ្នកដែលបានទៅរស់នៅស្រុកក្រៅឬក៏អញនិយាយបានថាចាមនុស្សដែលបដូរទីលំនៅលឿនណាចារបៀបថាឈរជើងនៅស្រុកមិនស្រុកទេណាចារបៀបថាបន្តិចទៅស្រុកក្រៅណាចាបន្តិចទៅមកស្រុកខ្មែរណាទៅមកអញ្ចឹងទៅណាចាហើយអ្នកដែលមានខ្សែជីវិតបែបនេះណាចាអ្នកដែលមានខ្សែជីវិតបាញ់ទៅរកទួលច័ន្ទបែបហ្នឹងគឺឲ្យរកស៊ីវិនិយោគជាមួយអ្នកស្រុកក្រៅចាល្អណាចាដោយខ្សែនៃបាតដៃគាត់នេះមានចាខ្សែនិមិត្តសញ្ញាដែលបញ្ជាក់ប្រាប់ថាគាត់រកស៊ីជាមួយអ្នកស្រុកក្រៅទៅគឺបានរីកចម្រើនរុងរឿងណាចាមើលទៅលើខ្សែចានេះមួយណាចាខ្សែនេះគឺជាខ្សែបេះដូងរួមជាមួយនឹងខ្សែខួរក្បាលណាចាជាទម្រង់ប្រភេទចាដៃមួយដែលមានខ្សែបេះដូងនិងខ្សែខួរក្បាលរួមគ្នាប៉ុន្តែកណ្ដាលនេះចាឡើងមកដល់ចាទួលពហោះណាចាខ្សែបេះដូងគាត់តមកអញ្ចឹងចាអញ្ចឹងទម្រង់ខ្សែចាបេះដូងចាជាមួយនឹងខ្សែខួរក្បាលបែបនេះគេហៅមនុស្សដែលធ្វើអីមួយគឺផ្ដោតចាផ្ដោតអារម្មណ៍ខ្ពស់ណាចាហើយក៏ជាមនុស្សដែលរឹងចេះផងដែរឬក៏អាចនិយាយបានចំណុចល្អមួយទៀតគេហៅថាមនុស្សដែលមើងម៉ាត់ណាធ្វើអីគឺធ្វើនឹងអត់មានអ្នកណាមកបំវាយកំណត់ធ្វើអីលើគាត់នឹងបានទេណាចាហើយមនុស្សបែបហ្នឹងរៀនជំនាញណាចារៀនជំនាញល្អមែនទែនណាចារៀនជំនាញគឺនឹងបានជោគជ័យណាចាត្រង់នេះគឺជានិមិត្តសញ្ញានៃត្រីបង្គោលណាចានៅឯជាមួយនឹងខ្សែជីវិតរបស់គាត់នៅទួលច័ន្ទនឹងឯងណាចាសម្រាប់ចាខ្សែដែលឯកចាជាមួយនឹងខ្សែជីវិតបែបនេះណាចេញជារូបត្រីគេហៅត្រីបង្គោលនេះណាចាគឺបញ្ជាក់ថាម្ចាស់បាតដៃហ្នឹងចាតរោស៊ីវិនិយោគថាជាមួយអ្នកស្រុកគេហ្នឹងគឺបានផលធំណាចាគឺនឹងរីកចម្រើនចារុងរឿងធ្វើឲ្យគាត់នឹងមានលុយចាយនៅវ័យចាស់អត់ខ្វះទេណាចាបានពីចារុងរឿងចេញពីស្រុកគេនឹងឯងឬទៅរស់នៅស្រុកគេគឺវាក្រាន់បើជាងរស់នៅស្រុកខ្មែរអញ្ចឹងទៅណានិមិត្តសញ្ញាហ្នឹងណាចាឬក៏បញ្ជាក់អំពីការរកស៊ីរបស់គាត់នឹងតែម្ដងគឺនឹងរុងរឿងរកស៊ីជាមួយអ្នកស្រុកគេណាព្រោះខ្ញុំបញ្ជាក់ឲ្យដៃនេះរៀនជំនាញល្អជំនាញនេះគឺដូចលក្ខណៈជាជំនាញភាសាឬក៏វិចិត្រករបែបសិល្បៈអីផ្សេងណាចាឲ្យទៅតាក់ទងនឹងជំនាញប្រភេទដៃដែលមានខ្សែខួរក្បាលនិងខ្សែបេះដូងរួមគ្នាតែមួយបែបនេះគាត់ធ្វើគឺគាត់ផ្ដោតបានចាជំនាញហ្នឹងគឺវាចាបានផលមកល្អលើសអ្នកដៃដែលមានធម្មតាណាប្រភេទដៃធម្មតាដែលគ្នាណាចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមកបង្ហាញអំពីខ្សែឃុំក្រងនិងអត្ថន័យរបស់វាទៅតាមទួលនៃដៃចាសម្រាប់ខ្សែឃុំក្រងនេះគឺវាមានរូបរាងជានិមិត្តសញ្ញានៃការ៉េចានិមិត្តសញ្ញាការ៉េទាំងឡាយណានៅលើដៃគឺគេហៅថាខ្សែឃុំក្រងណាចាឬគេហៅថាបុណ្យចាស់ឃុំក្រងចាដូចនៅត្រង់នេះគឺចានៅទួលប្រហោះរបស់គាត់ចាមានការ៉េនៅត្រង់នេះគឺគេហៅថាការ៉េឃុំក្រងចាគ្រោះឧបទ្រពចង្រៃទាំងឡាយទាំងពួងណាចាឲ្យម្ចាស់បាតដៃគេផុតចាហើយចាម្ចាស់បាតដៃហ្នឹងក៏ចាមានទ្រព្យចាជារបស់ខ្លួនឯងចាឬគេហៅថាមានផ្ទះបុណ្យនៅផងដែរណាចាសម្រាប់ការ៉េនៅទួលសៅណាចាការ៉េចានៅទួលសៅនេះណាចាដៃរបស់គាត់នេះមានការ៉េផងចាមានត្រីមង្គលទូចាអែបជាមួយនឹងខ្សែវាសនានេះផងណាចាអញ្ចឹងសម្រាប់អត្ថន័យនៃការ៉េចានៅទួលសៅរបស់គាត់នេះគឺមានន័យថាចាគឺមានបុណ្យចាស់ហ្នឹងចាមកជួយឃុំក្រងមិនឲ្យម្ចាស់បាត់ដៃចាគិតខុសទៅលើរឿងអបិយជំនឿអីផ្សេងចាមិនឲ្យខាតបង់រឿងទ្រព្យសម្បត្តិលុយកាក់ណាចាក្នុងការរកស៊ីអីចាឲ្យទទួលបានជោគជ័យឆាប់រហ័សណាចារីឯអត្ថន័យនៃត្រីមង្គលនៅលើទួលសៅនេះផងដែរគឺមានន័យថាម្ចាស់បាត់ដៃចាគឺចានឹងជោគជ័យដោយចាលុយកាក់ចាទ្រព្យសម្បត្តិហ្នឹងចាគឺវាច្រើនចាចេញអំពីការរកស៊ីរបស់គាត់ហ្នឹងគឺជោគជ័យដល់វ័យចាស់គាត់មិនខ្វះទ្រព្យសម្បត្តិទេណាចាបន្តទៅទៀតចាយើងមើលចាការ៉េនៅក្រោមចាទួលអាទិត្យណាចាទួលអាទិត្យនេះគឺជាទួលដែលសំខាន់មួយនៅលើបាតដៃណាចាអញ្ចឹងបើមានខ្សែឃុំក្រងចាឃុំក្រងចេញពីបុណ្យចាស់នៅទួលអាទិត្យនេះវិញចាគឺចាឲ្យមិនឲ្យម្ចាស់បាតដៃហ្នឹងចាខូចកិត្តិយសគេឈ្មោះដោយការលាពោទម្លាក់កំហុសក្តីចាឬដោយការរឿងក្តីក្តាំងអ្វីក្តីនោះគឺតែងតែយករួចខ្លួនបានចាមិនប៉ះពាល់ដល់កិត្តិយសគេឈ្មោះរបស់គាត់មិនខាតបង់លុយកាក់ធំចាមិនហិនហោចលុយកាក់ធំដូចគ្នាណាហើយប្រសិនបើចាក្តោបទៅលើរឿងក្តីក្តាំងតែម្ដងបើសិនជាម្ចាស់បាតដៃជួបគឺគាត់កិច្ចផុតណាចាកិច្ចផុតពីចាការចារឿងក្តីក្តាំងដែលធ្វើឲ្យគាត់ឈានដល់ជាប់ពន្ធនាគារអីគឺគាត់កិច្ចផុតណាចាអញ្ចឹងយើងមកមើលណាចាទួលនេះម្ដងគេហៅទួលពុតណាចាទួលពុតនេះបើសិនជាមានចាខ្សែបុណ្យចាស់ឃុំក្រងការ៉េបែបនេះទៅទៀតគេហៅថាឃុំក្រងទៅលើមុខរបរអាជីវកម្មរបស់គាត់មិនថាអាជីវកម្មណាទេដែលគាត់បើកគឺឃុំក្រងចាមិនឲ្យខាតបង់ណាចាអត់ឲ្យខាតបង់លុយកាក់ធំហើយឲ្យចាឈ្នះនៅចាការបៀតបៀនអំពីដៃគូអាជីវកម្មយើងព្រោះធម្មតារ៉ូស៊ីគឺមានចាដៃគូប្រកួតប្រជែងហើយចាគឺគេមិនអាចប្រកួតប្រជែងយើងបានមិនអាចធ្វើអ្វីដែលប៉ះពាល់ដល់អាជីវកម្មយើងបានទេណាចាអាជីវកម្មប្រកបដោយរលូនណាចា